mà bụng ngay bụng ôn hàng cái nhưng chập ngày một nắng á rồi nhưng mà bà hành video này cả phơ cả sầm an cả ở bà lạ bọc cru sa nhóm anh đi chỉ tùm lum tụm bọp tìm mua cái việc của ai ăn hay thì pi ai chụp ảnh mọt mọt đó tại vì là click pe nhóm ọt thò thì chụp ảnh mọt mọt vì ở trên nhà tiền ở năng vi xị đây xị ấy chẳng hạn á hay nếu dừng chụp ảnh bờ thì pi dừng chụp ảnh bờ mà chụp ảnh bờ lại xa liền vì bay buôn hẻm tật chẳng hạn là thử mấy liền ở xa đôi nhóm thòm vậy chẳngរបគ្រួសារខ្ញុំគឺធ្វើមិនគឺធ្វើឲ្យស្អាតទោះបីជាមិនធ្វើលក់ក្តីធ្វើហូបខ្លួនឯងក្តីទោះបីជាថាយើងធ្វើអីលក់ក៏ដោយក៏យើងត្រូវធ្វើមិនឲ្យស្អាតលាងឲ្យទឹកថ្លាព្រោះអីយើងធ្វើក៏យើងហូបនឹងដែរចឹងណាហើយយើងក៏មិនភ្លេចដែររាល់ការប្រឡាក់កាយប្រឡាក់អីគឺដើម្បីកាត់ឆ្អាបគ្រឿងខ្មែរយើងហ្នឹងមានអីទេស្លឹកក្រូចនិងវាម្ដេងខ្ទឹមម្ទេសអីហ្នឹងទៅហើយយើងដាក់អំបិលដើម្បីឲ្យវាងាយម៉ត់ហើយការប្រឡាក់របស់យើងក៏មានអីច្រើនដែរសាមញ្ញម្សៅស៊ុបបន្តិចទៅប៊ីចេងបន្តិចស្ករបន្តិចទៅតាមចំណង់ចំណូលចិត្តដែលគិតថារសជាតិប៉ុណ្ណឹងយើងទទួលយកបានណាប៉ុន្តែការប្រឡាក់របស់ខ្ញុំគឺរកការប្រឡាក់គឺខ្ញុំស្មានទៅតាមបរិមាណកែបកន្លះគីឡូ1គីឡូគឺខ្ញុំត្រូវប្រើទៅតាមបរិមាណហ្នឹងអញ្ចឹងណាឬប្រហែលខាំគឺយើងត្រូវប្រើតាមហ្នឹងហើយខ្ញុំលួចទឹកត្រីបន្តិចដោយសារខ្ញុំប្រើម្សៅស៊ុបមកល្មមអញ្ចឹងណាមិញណាដើម្បីវាងាយចូលជាតិហើយនេះយើងដល់ចកវីដេអូដល់ចកហើយនេះក៏ពិតទៅយើងដល់ព្រឹកឡើងទេយើងប្រឡាក់យើងដាក់ខ្លះសេក្នុងទូទឹកកកចោលមកយប់ការពិតបើយើងបញ្ញាំតែ20នាទីក៏បានដែរប៉ុន្តែខ្ញុំពេលធ្វើហ្នឹងវាយប់ដែរហើយអញ្ចឹងគឺយើងទុកដោតព្រឹកនេះការដោតរបស់ខ្ញុំពេលខ្លះខ្ញុំបិទឆ្អឹងដូងតែយើងមានចកអាចកផាត់ឆ្កាអីយើងហ្នឹងខ្ញុំដោតចកចឹងទៅតាមខ្ញុំតាមស្ថានភាពជាក់ស្ដែងយើងបត់បែនតាមបែបស្រុកស្រែហើយអាខ្សែចងនេះគឺចឹងដែរពេលណាខ្ញុំមានខ្សែអាខ្សែលក្ខណៈជាប់អីហ្នឹងណាខ្ញុំចង់ជាប់ទៅអត់ទេខ្ញុំទៅកាត់សវ៉ាចេកស្ទូបចេកយើងហ្នឹងក្រៀមពេញខ្ញុំត្រាំទឹកមួយស្ទុះខ្ញុំបកចងតែបើល្មមចងគឺខ្ញុំចងហើយដូចខ្ញុំនិយាយចឹងគ្រឿងខ្មែរយើងវាមិនដេញស្លឹកក្រូចខ្ទឹមម្ទេសអីហ្នឹងខ្ញុំអត់ហ៊ានដាក់ម្ទេសខ្លាំងហើយហ៊ានដាក់ល្មៀតខ្លាំងទេយើងយកមកល្មមចឹងណាដោយសារយប់ហើយយើងត្រួសតែម្ទេសខ្លាំងគឺអត់កើតទេដោយសារធ្វើជៀនឲ្យកូនឲ្យញ៉ាំដែរចឹងណាហើយទី1កាត់ឆ្អាបទី2ពេលជៀនទៅឈ្ងុយទី3កាលពេលយើងហូបដាក់ក្នុងមាត់ទៅណារសជាតិក្លិនគ្រឿងខ្មែរយើងប្រហើរហ្មងហើយនេះខ្ញុំហាលចោលហើយនេះខ្ញុំមកពីធ្វើការល្ងាចម៉ោង5ជាងនេះខ្ញុំឆ្លៀតមកថតឲ្យពុកម៉ែបងប្អូនមើលថាកែបខ្ញុំអាពេលប្រឡាក់ពេលអីនៅស្រស់ប៉ុណ្ណាឥឡូវនេះយកមកហាលហើយបើគេលក់ពុកម៉ែបងប្អូនមកចក1000 1500ទៅតាមស្ថានភាពកែបចឹងតែខ្ញុំអត់លក់ទេគឺខ្ញុំរកបានខ្ញុំហូបខ្លួនឯងចឹងទៅជៀនហូបលេងអីចឹងទៅជាមួយកូនមួយគ្រួសារដាក់ទឹកជាក់ខ្លះចឹងណាសាក់ធ្វើតាមខ្ញុំប្រឡាក់តាមខ្ញុំឈ្ងុយហ្មង